ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមកឆ្លើយសំណួរមួយចំនួនដែលបងប្អូនស្រីតែងតែសួរនៅក្នុង page តើខ្ញុំកើតជំងឺធ្លាក់សផ្សិតរ៉ាំរ៉ៃព្យាបាលយ៉ាងណាក៏មិនជាសោះអ្នកគ្រូថាមូលហេតុដែលធ្វើឲ្យកើតផ្សិតនៅទ្វារមាសគឺការប្រើប្រាស់ថ្នាំសាសច្រើនពេកយើងដឹងហើយថាការប្រើប្រាស់ថ្នាំសាសច្រើនពេកវាធ្វើឲ្យកើតផ្សិតចុះបើយើងកើតផ្សិតរួចហើយយើងនៅតែបន្តប្រើប្រាស់ថ្នាំសាសច្រើនទៀតតើអាចព្យាបាលជាដែរឬទេចឹងហើយបានជាកើតបាត់នៅពេលដែលយើងឈប់ប្រើប្រាស់ថ្នាំសាសគឺនឹងបន្តកើតឡើងជំងឺធ្លាក់សផ្សិតនេះកើតហើយកើតច្រើនដូចមុនប៉ុន្តែកុំបារម្ភបើសិនជាកើតផ្សិតធ្លាក់សដោយសារមេរោគផ្សិតសូមប្រើប្រាស់ចំបៃនេះចំបៃ2ដោយព្យាបាលប្រភេទថ្នាំផឹកនេះដែលផឹកព្យាបាលពីខាងក្នុងដោយប្រើតែមួយកម្រប់ដបព្រឹកហើយនឹងល្ងាចមុនឬក៏ក្រោយបាយយើងអាចប្រើគូបជាមួយនឹងថ្នាំលាបសើស្បែកចំបៃ2នេះដើម្បីព្យាបាលឲ្យជាដាច់ 100% តែម្ដងហើយនៅពេលដែលព្យាបាលជាដាច់ហើយគឺมันកាត់ឡើងវិញទេលើកលែងតែយើងទៅឆ្លងឬក៏ឆ្លងជំងឺថ្មីមកវិញទៀតតែជាទូទៅគឺมันកើតឡើងវិញទេដើម្បីប្រឹក្សាយោបល់អំពីមេរោគផ្សិតធ្លាក់សរមាស់ដែលព្យាបាលរ៉ាំរ៉ៃហើយនៅតែកើតឡើងវិញដដែលនេះសូមប្រឹក្សាយោបល់តាមរយៈ page ចំបៃ2សពឬអសុទ្ធបារាណចំបៃ2ឬតាមរយៈលេខទូរស័ព្ទ016 38 7000សូមអរគុណ